តែយើងត្រូវធ្វើដូចម្តេចដើម្បីទាមទារប្រាក់បំណាច់មិត្តភាព 70% សម្រាប់កម្មករនិយោជិតហើយតើ 70% សម្រាប់កម្មករនិយោជិតនិង 70% សម្រាប់បុគ្គលស្វ័យនិយោជតើទទួលបានដូចគ្នាដែរអត់ទេចាជំរាបសួរពុកម៉ែបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកបន្ថែមពាក្យពន្ធទៅនឹងការទាមទារប្រាក់បំណាច់ 70% សម្រាប់កម្មករនិយោជិតដែលជាស្ត្រីដែលទប់តែសម្រាប់កូនហើយណាចាអញ្ចឹងដូចខ្ញុំសូមបានជម្រាបជូនហើយថាចំពោះកម្មករនិយោជិតជាស្ត្រីនៅពេលដែលគាត់សម្រាប់កូនហើយគាត់អាចមកធ្វើការទាមទារប្រាក់បំណាច់មិត្តភាព 70% ពីខាងបសលក្ខខណ្ឌនៅពេលដែលគាត់មានភគទាន9ខែក្នុងកំឡុងពេល12ខែចុងក្រោយគឺទាល់ថ្ងៃសម្រាលអញ្ចឹងបើសិនជាយើងនិយាយងាយស្រួលថាតើយើងធ្វើដំណេកដើម្បីយើងដឹងថាមានភគទាន9ខែក្នុងកំឡុងពេល12ខែចុងក្រោយទី1បើសិនជាអ្នកទាំងអស់គ្នាបានត្រូវបានក្រុមហ៊ុនបង់ភគទានឲ្យមុន1ខែនៃការមានផ្ទៃពោះដូច្នេះគឺយើងគិតទៅដល់ថ្ងៃសម្រាលគឺវាអាចមានភគទាន9ខែហើយអានេះជាការគិតស្រួលប៉ុន្តែវាមិនទាន់ជាភាពត្រឹមត្រូវទេពេលខ្លះគឺអាចនឹងក្រុមហ៊ុនផ្លេចបង់ភគទានឬមួយក៏មានបញ្ហាយើងឈប់ធ្វើការមុនកំណត់អីចឹងទៅអញ្ចឹងធ្វើដំណេកដើម្បីយើងធ្វើការតាមដានភគទានរបស់ខ្លួនឯងបានអ្នកទាំងអស់គ្នាអាចធ្វើការ download app បសសសមាជិកបស NSSF member អញ្ចឹងអាចធ្វើការ download លើទូរស័ព្ទរបស់អ្នកទាំងអស់គ្នាដើម្បីតាមដានអំពីព័ត៌មានផ្ទាល់ខ្លួនក៏ដូចជាភគទានប្រចាំខែនីមួយៗថាតើក្រុមហ៊ុនបានបង់ភគទានឲ្យយើងទៀងទាត់ដែរឬអត់ទេចានៅពេលដែលបងមកទាំងអស់គ្នាមានភគទានពេញលេញ9ខែក្នុងកំឡុងពេល12ខែចុងក្រោយនៅពេលសម្រាលត្រូវរៀបចំឯកសារមួយចំនួនដើម្បីមកធ្វើការទាមទារប្រាក់បំណាច់មិត្តភាពអញ្ចឹងឯកសារទី1គឺឯកសារស្នើសុំតៅកលឹកចាតម្រងហ្នឹងគឺអ្នកទាំងអស់គ្នាអាចអញ្ជើញទៅយកនៅសាខាបសនៅខាងណាក៏បានដែរណាចានៅពេលដែលមានទម្ងន់7ខែឡើងអ្នកទាំងអស់គ្នាទៅយកតម្រង80ម៉ឺនគឺគេនឹងភ្ជាប់មួយជាមួយនឹងតម្រង 70% ជូនតែម្ដងចាទី2គឺលិខិតចេញពីមន្ទីរពេទ្យច្បាប់ដើមមានត្រាបសសសម្រាប់បងប្អូនដែលសម្រាលនៅមន្ទីរពេទ្យដែលគូបសចាទី3គឺសេចក្តីចម្លងសម្បត្តិកំណត់កូនគឺច្បាប់ដើមដូចគ្នាចាគឺសេចក្តីចម្លងនេះសូមបញ្ជាក់បន្តិចបងមួយចំនួនគាត់យល់ច្រឡំថាគឺយកទៅ copy យកសម្បត្តិកំណត់ទៅ copy ចាំមិនជាការត្រឹមត្រូវទេគឺសេចក្តីចម្លងសម្បត្តិកំណត់ចេញពីខាងឃុំសង្កាត់បងទាំងអស់គ្នាពីខាងខណ្ឌរបស់អ្នកទាំងអស់គ្នាអញ្ចឹងគឺនៅពេលទៅធ្វើសម្បត្តិកំណត់អាចស្នើឲ្យគេធ្វើសេចក្តីចម្លងសម្បត្តិកំណត់ឲ្យតែម្ដងណាចូលច្បាប់ដើមមានប្រថាប់ត្រាក្រហមណាចាទី3គឺបានបសសអត្តសញ្ញាណប័ណ្ណនិងគណនីធនាគារគណនីធនាគារគឺកណាឌីយ៉ាក៏បាន AC ក៏បានលេខខ្មែរណាចាអញ្ចឹងសូមជម្រាបជូនបន្តិចថាចាស់ចំពោះបងដែលគាត់សម្រាលនៅមន្ទីរពេទ្យឯកជនមិនប្រើប្រាស់សេវាបសសតើអាចទាមទារប្រាក់បំណាច់មិត្តភាព 70% បានដែរឬទេចាចំណុចនេះសូមបញ្ជាក់ថាបានដូចគ្នាប៉ុន្តែបងត្រូវអញ្ជើញទៅពិនិត្យសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដែលគូបសសណាក៏បានដែរដើម្បីយកត្រាបសសមកភ្ជាប់អញ្ចឹងចំពោះបងដែលសម្រាលនៅមន្ទីរពេទ្យឯកជនមិនប្រើប្រាស់សេវាបសសឯកសារមានដូចគ្នាទី1គឺតម្រងទាមទារតៅកលឹកពីខាងបសទី2គឺលិខិតចេញពីមន្ទីរពេទ្យច្បាប់ដើមសេចក្តីចម្លងសម្បត្តិកំណត់កូនលិខិតបញ្ជាក់អំពីការពិនិត្យសុខភាពក្រោយសម្រាលមានត្រាបសអត្តសញ្ញាណប័ណ្ណបសនិងគណនីធនាគារអញ្ចឹងកន្លែងនេះសូមបញ្ជាក់បន្តិចថាពាក់ព័ន្ធទៅនឹងប្រាក់បំណាច់ 70% តើយើងទទួលបានប៉ុន្មានចំពោះចំនួនទឹកលុយដែលបងត្រូវទទួលបានគឺវាមិនដូចគ្នានោះទេគឺអាស្រ័យទៅលើប្រាក់ឈ្នួលជួបភគទានដែលបានប្រកាសមកបសសចំពោះបងដែលបានមានប្រាក់ឈ្នួលខ្ពស់ជាង1.2 លានដែលក្រុមហ៊ុនបានធ្វើការប្រកាសមកបសខ្ពស់ជាង1.2 លានគឺបសសយើងគិតប្រាក់ឈ្នួលជួបភគទានត្រឹមតែ1.2 លានទេដូច្នេះគឺប្រាក់បំណាច់មិត្តភាពអាចទទួលបានខ្ទង់ជា2.52 លានតែចំពោះបងដែលគាត់មានប្រាក់ឈ្នួលទាបជាង1.2 លានក្រុមហ៊ុនប្រកាសភគទានមកទាបជាង1.2 លានគឺបសសយកទៅតាមជាក់ស្ដែងបើសិនជាក្រោម40ម៉ឺនគឺយើងយកត្រឹម40ម៉ឺនអញ្ចឹងការទទួលបានប្រាក់បំណាច់មិត្តភាពគឺវាមិនស្មើគ្នានោះទេគឺវាអាចខុសគ្នាអាស្រ័យទៅលើប្រាក់ឈ្នួលជួបភគទានដែលប្រកាសមកបសស
ដូចមួយទៀតគឺខ្ញុំចង់ធ្វើការបញ្ជាក់ពាក់ព័ន្ធទៅនឹងបុគ្គលស្វ័យនយោជន៍បុគ្គលស្វ័យនយោជន៍ហ្នឹងមានន័យថាដូចម្ដេចបុគ្គលស្វ័យនយោជន៍សំដៅទៅដល់អ្នករស់ស៊ីអ្នកគេហៅថាអ្នកសេដ្ឋកិច្ចការប្រព័ន្ធអ្នកដែលមានមុខរបរប្រកបអាជីវកម្មដោយខ្លួនឯងមានពាក់ព័ន្ធទៅនឹងប្រាក់ឈ្នួលមានប្រើប្រាស់បុគ្គលិកឬកម្មករនិយោជិតអញ្ចឹងបុគ្គលស្វ័យនយោជន៍នៅពេលដែលគាត់បានចុះឈ្មោះបង់ភាគទានប្រចាំខែបបអសនៅពេលដែលគាត់មានផ្ទៃពោះគឺគាត់អាចទទួលបានលុយ 70% ដូចជាកម្មករនិយោជិតដែរប៉ុន្តែដោយសារប្រាក់ឈ្នួលជោគភាគទានរបស់បុគ្គលស្វ័យនយោជន៍គេកំណត់ត្រឹម 60,000 ដូច្នេះ 70% របស់បុគ្គលស្វ័យនយោជន៍គឺបានត្រឹមតែ1,26,000 ទេចា1,26,000 នេះលក្ខខណ្ឌទទួលបានក៏ដូចគ្នាដែរលុះត្រាតែមានភាគទាន9ខែក្នុងកំឡុងពេល12ខែចុងក្រោយគឺទាល់ថ្ងៃសម្រាលកន្លែងនេះសូមសម្រាយឲ្យងាយស្រួលយល់ឧទាហរណ៍ថាបើសិនជាស្ត្រីម្នាក់គាត់មានផ្ទៃពោះ1ខែហើយឬ2ខែហើយគាត់ទៅតែមកចុះឈ្មោះដើម្បីបង់ភាគទានជូនបអសហើយថែទាំសុខភាពដូច្នេះគឺគាត់អត់អាចទទួលបានប្រាក់ឧបត្ថម្ភ 70% នឹងទេប្រាក់បំណាច់មិត្តភាពនឹងគឺទទួលអត់ទាន់ទេពីព្រោះថាជាធម្មតាយើងទម្ងន់9ខែដូច្នេះយើងត្រូវមានភាគទាន9ខែវាអាចបង់ទាន់ភាគទានរបស់បអសទេកន្លែងនេះគឺអាចអត់ទទួលបានតែម្ដងប៉ុន្តែបើសិនជាគាត់បានបង់ភាគទានមុនពេលមានផ្ទៃពោះ1ខែគិតរហូតដល់ថ្ងៃគាត់សម្រាលគឺភាគទានរបស់គាត់នឹងគ្រប់គាត់នឹងទទួលបានប្រាក់មិត្តភាព 70% ស្មើ 1,26,000 ណាចាអញ្ចឹងឯកសារនៅក្នុងការទាមទារក៏ដូចគ្នាផងដែរគឺយើងត្រូវការទី1តម្រង់ទាមទារតើកលឹកពីខាងបអសឲ្យមកស្នើសុំនៅស្នាក់ការបអសណាក៏បានដែរទី2សេចក្តីចម្លងសម្បត្តិកំណត់កូនច្បាប់ដើមលិខិតចេញពីមន្ទីរពេទ្យច្បាប់ដើមមានត្រាបអសអត្តសញ្ញាណប័ណ្ណបអសគណនីធនាគារ AC ឬកាណាឌីយ៉ាលេខខ្មែរ14ខ្ទង់ណាគឺត្រូវការដូចគ្នាចាដូច្នេះសម្រាប់បងជាកម្មករនិយោជិតក្តីជាបុគ្គលស្វ័យនយោជិតក្តីសម្រាប់ការទាមទារប្រមាណ 70% អាចរៀបចំទម្រង់ទៅតាមនឹងហើយអាចអញ្ជើញទៅស្នាក់ការបអសណាមួយក៏បានដែរដើម្បីដាក់ឯកសារទាមទារប្រមាណ 70% ករណីបងអត់ចង់អញ្ជើញទៅស្នាក់ការបអសទេបងទាំងអស់គ្នាអាចស្នើសុំប្រាក់អំណាចមិត្តភាពតាមរយៈ app បអសបាន member app ដែលខ្ញុំបានជម្រាបជូនពីដើមវីដេអូគឺអាចស្នើសុំតាមនឹងបានរយៈពេលនៃការស្នើសុំអត់មានខុសគ្នាទេអត់មានថាដាក់តាម app យឺតឬក៏ដាក់ផ្ទាល់លឿនគឺមិនខុសគ្នាទេករណីកតកាលណាឯកសាររបស់យើងគ្រប់គឺមន្ត្រីបអសនឹងធ្វើការដំណើរការឯកសាររយៈពេលនៃការទាមទារគឺដូចគ្នាចាវីដេអូរចែករំលែករបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេសូមអរគុណនិងជួបគ្នានៅវីដេអូចែករំលែកក្រោយទៀត